កាលពីយូរលង់ណាស់មកហើយមានភូមិមួយមានឈ្មោះថាភូមិសុកសានដែលស្ថិតនៅជាប់នឹងព្រៃដ៏ធំមួយដែលមានឈ្មោះថាព្រៃខ្មោចលងអ្នកភូមិហាក់ដូចជាមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះព្រៃនេះដោយសារតែមានរឿងដំណាលជាច្រើនដែលនិយាយអំពីខ្មោចព្រាយបិសាចដែលរស់នៅក្នុងព្រៃនោះពួកគេជឿថាអ្នកណាដែលបានចូលទៅក្នុងព្រៃនោះនឹងមិនអាចត្រឡប់មកវិញបានឡើយនៅថ្ងៃមួយមានបុរសម្នាក់ឈ្មោះថាសុកដែលជាអ្នកចំណូលថ្មីនៅក្នុងភូមិសុកសានសុកគឺជាមនុស្សដែលមិនជឿរឿងខ្មោចព្រាយបិសាចឡើយគាត់តែងតែសើចចំអកដាក់អ្នកភូមិដែលភ័យខ្លាចចំពោះព្រៃខ្មោចលងគាត់គិតថាព្រៃនោះគ្រាន់តែជាព្រៃធម្មតាមួយប៉ុណ្ណោះហើយអ្នកភូមិគ្រាន់តែបំភ្លើសរឿងដើម្បីបំភ័យគ្នាខ្លាចតែប៉ុណ្ណោះនៅយប់មួយសុកបានសម្រេចចិត្តចូលទៅក្នុងព្រៃខ្មោចលងដើម្បីបង្ហាញឲ្យអ្នកភូមិឃើញថាព្រៃនោះមិនគួរឲ្យខ្លាចដោយដែលពួកគាត់គិតឡើយគាត់បានរៀបចំរបស់របរចាំបាច់មួយចំនួនរួចដើរចូលទៅក្នុងព្រៃទាំងយប់ងងឹតនៅពេលដែលសុកដើរទៅដល់ក្នុងព្រៃគាត់ចាប់ផ្ដើមមានអារម្មណ៍ថាប្លែកៗខ្យល់ចាប់ផ្ដើមបក់បោកខ្លាំងដើមឈើក៏ចាប់ផ្ដើមពន្លឺសំឡេងក្រាក់ក្រាក់គួរឲ្យខ្លាចគាត់ចាប់ផ្ដើមឮសំឡេងហៅឈ្មោះរបស់គាត់ពីគ្រប់ទិសទីសំឡេងនោះវាហាក់ដូចជាសំឡេងរបស់អ្នកស្គាល់គ្នាអញ្ចឹងប៉ុន្តែវាហាក់ដូចជាសំឡេងរបស់ព្រលឹងដែលមិនទាន់បានទៅចាប់ជាតិផងដែរសុកចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងគាត់ព្យាយាមដើរត្រឡប់មកវិញប៉ុន្តែគាត់ហាក់ដូចជាវង្វេងផ្លូវទៅហើយគាត់ដើរវិលវល់នៅក្នុងព្រៃអស់រយៈពេលជាច្រើនម៉ោងប៉ុន្តែគាត់នៅតែមិនអាចរកផ្លូវចេញបានឡើយស្រាប់តែសុកបានឃើញពន្លឺមួយនៅខាងមុខគាត់ក៏បានគិតថាពន្លឺនោះប្រហែលជាពន្លឺនៃផ្ទះរបស់អ្នកណាម្នាក់គាត់ក៏ដើរតម្រង់ទៅរកពន្លឺនោះភ្លាមនៅពេលដែលគាត់ដើរទៅជិតដល់គាត់ក៏បានឃើញថាពន្លឺនោះចេញមកពីភ្នក់ភ្លើងមួយនៅជុំវិញភ្នក់ភ្លើងនោះមានមនុស្សមួយក្រុមកំពុងអង្គុយជុំគ្នាអាំងភ្លើងតែប៉ុណ្្នឹងឯងសុកហាក់ដូចជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់គាត់គិតថាគាត់បានជួបមនុស្សដែលរស់នៅក្នុងព្រៃគាត់ក៏ដើរចូលទៅសួរនាំពួកគេនៅពេលដែលគាត់ដើរចូលទៅជិតគាត់ឃើញថាមនុស្សទាំងនោះមិនមែនជាមនុស្សធម្មតាឡើយមុខមាត់របស់ពួកគេស្លេកស្លាំងភ្នែករបស់ពួកគេមានពណ៌ក្រហមឆ្អិនឆ្អៅពួកគេគឺជាខ្មោចដែលរស់នៅក្នុងព្រៃខ្មោចលងនោះឯងខ្មោចទាំងនោះចាប់ផ្ដើមសម្លឹងមើលមុខសុកដោយភ្នែកដ៏សាហាវខូខើពួកគេចាប់ផ្ដើមដើរតម្រង់ទៅសុកយឺតសុកភ័យខ្លាំងណាស់គាត់ព្យាយាមរត់ប៉ុន្តែគាត់មិនអាចកម្រើកខ្លួនបានឡើយគាត់ហាក់ដូចជាត្រូវខ្មោចទាំងនោះដាក់អាគមអញ្ចឹងបន្ទាប់មកទៀតខ្មោចទាំងនោះក៏ចាប់ផ្ដើមឡោមព័ទ្ធសុកពួកគេចាប់ផ្ដើមហែកសាច់សុកស៊ីទាំងរស់សុកស្រែកខ្លាំងណាស់ដោយការឈឺចាប់ប៉ុន្តែគ្មាននរណាម្នាក់ឮឡើយសំឡេងរបស់គាត់បានបាត់ទៅក្នុងភាពងងឹតនៃព្រៃខ្មោចលងនោះបាត់ទៅបន្ទាប់ពីត្រូវក្រុមខ្មោចឡោមព័ទ្ធស៊ីសាច់ទាំងរស់សុកបានភ្ញាក់ដឹងខ្លួនឡើងវិញក្នុងសភាពជាវិញ្ញាណគាត់ឃើញរាងកាយរបស់គាត់នៅសល់តែឆ្អឹងតែប៉ុណ្ណោះនិងកំទេចសាច់រាយប៉ាយពេញលើដីប៉ុន្តែអ្វីដែលចម្លែកនោះគឺវិញ្ញាណរបស់គាត់មិនអាចហោះចេញពីតំបន់នោះបានឡើយស្រាប់តែសំឡេងសើចក្រហមមួយបានពន្លឺឡើងក្រោមដើមជ្រៃធំមួយបុរសចំណាស់ម្នាក់ស្លៀកពាក់ឈុតខ្មៅកាន់ដំបងឆ្អឹងមនុស្សបានដើរមកជិតគាត់ភ្នែករបស់គាត់ម្ខាងងងឹតហើយម្ខាងទៀតឡើងបាយពណ៌សគាត់គឺជាគ្រូអាគមព្រៃដែលបានស្លាប់រាប់រយឆ្នាំមកហើយប៉ុន្តែគាត់នៅតែបម្រើមន្តអាគមខ្មៅដើម្បីក្រសោបយកព្រលឹងមនុស្សមកធ្វើជាបរិវារគ្រូអាគមនោះបាននិយាយទៅកាន់សុកថាអ្នកឯងចូលមកនៅក្នុងនេះដោយភាពអួតអាងត្រូវតែបង់ថ្លៃដោយសេរីភាពឥឡូវនេះឯងគឺជាឆ្មាំយាមព្រៃទី109របស់យើងហើយគ្រូអាគមបានដើរក្រវីដំបងមន្តអាគមពណ៌ខ្មៅបានរុំព័ទ្ធជុំវិញវិញ្ញាណរបស់សុកធ្វើឲ្យគាត់ប្រែប្រួលរូបរាងទៅជាខ្មោចដែលមានមុខមាត់គួរឲ្យខ្លាចដៃជើងវែងនិងមានក្រចកស្រួចដូចកាំបិតភារកិច្ចរបស់សុកគឺត្រូវឈរចាំនៅមាត់ច្រកចូលព្រៃដោយប្រើសំឡេងរបស់គាត់ដើម្បីបោកបញ្ឆោតអ្នកភូមិណាដែលហ៊ានដើរក្បែរមាត់ព្រៃនៅយប់មួយមានក្មេងប្រុសម្នាក់នៅក្នុងភូមិបានដើរទៅតាមរកគោដែលបានបាត់រហូតដល់មាត់ព្រៃខ្មោចលងសុកដែលកំពុងពួនលើមែកឈើត្រូវមន្តអាគមបង្ខំឲ្យហៅឈ្មោះក្មេងនោះចៅអើយចៅ
កូររបស់ចៅនៅទីនេះចូលមកយកទៅក្មេងប្រុសនោះស្គាល់ថាវាជាសម្លេងរបស់សុកព្រោះសុកធ្លាប់ជាអ្នកជិតខាងរបស់គាត់ក៏បានដើរចូលទៅក្នុងព្រៃនោះដោយគ្មានខ្លាចអ្វីទាំងអស់សុកខំប្រឹងទប់ចិត្តមិនឲ្យហៅប៉ុន្តែមុនអាគមខ្មៅធ្វើឲ្យគាត់បាត់បង់ម្ចាស់ការដូចនេះហើយគាត់ត្រូវបង្ខំចិត្តហៅក្មេងនោះឲ្យចូលទៅក្នុងព្រៃខ្មោចលងតែម្ដងនៅពេលក្មេងនោះដើរទៅដល់ក្រោមដើមឈើសុកបានទម្លាក់ខ្លួនចុះរៀបនឹងលោកក្រចកចាប់ក្មេងនោះប៉ុន្តែរំពេចនោះសុកបានឃើញខ្សែករូបព្រះដែលក្មេងនោះពាក់ពន្លឺពណ៌មាសបានជះចេញមកធ្វើឲ្យមុនអាគមខ្មៅនៅក្នុងខ្លួនសុករលាយបាត់មួយខណៈពេលនោះតែម្ដងសុកបានប្រើកម្លាំងវិញ្ញាណចុងក្រោយស្រែកប្រាប់ក្មេងនោះថារត់ទៅកុំត្រឡប់មកវិញអីហើយត្រូវប្រាប់អ្នកភូមិថាឲ្យដុតព្រៃនេះចោលទៅក្មេងប្រុសនោះភ័យខ្លាំងពេកក៏រត់ចេញពីក្នុងព្រៃយ៉ាងលឿនគ្រូអាគមព្រៃខឹងសម្បាយ៉ាងខ្លាំងដែលសុកហ៊ានក្បត់បញ្ជាគាត់បានប្រើមន្តអាគមដុតវិញ្ញាណរបស់សុកឲ្យរងទុក្ខវេទនានៅក្នុងដើមជ្រៃនោះតែម្ដងអ្នកភូមិនៅពេលដែលបានឮក្មេងប្រុសនិយាយប្រាប់ក៏នាំគ្នាដុតធូបបន់ស្រន់និងនាំគ្នាយកភ្លើងមកដុតរលមាត់ព្រៃព្រមទាំងហៅគ្រូអាចារ្យមកសូត្រធម៌រំដោះគ្រោះកម្លាំងនៃជំនឿនិងធម៌អាតបានធ្វើឲ្យបារមីគ្រូអាគមខ្មៅថយចុះនៅយប់នោះផងដែរពន្លឺភ្លើងក៏បានឆេះរៀលដល់ដើមជ្រៃធំវិញ្ញាណរបស់សុកក៏បានត្រូវរំដោះចេញពីអាគមខ្មៅមុននឹងរលាយបាត់ទៅក្នុងពន្លឺសុកបានឃើញវិញ្ញាណអ្នកដតីទៀតដែលជាប់ឃុំក៏បានរួចខ្លួនផងដែរចាប់តាំងពីពេលនោះមកព្រៃខ្មោចលងបានคล้ายទៅជាវាលកប់ខ្មោចដ៏ស្ងប់ស្ងាត់គ្មានសំឡេងហៅគ្មានការលងបន្លាចទៀតឡើយអ្នកភូមិក៏បានសាងសង់ខ្ទមអ្នកតាម្ខាងមាត់ព្រៃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សុកដែលបានជួយសង្គ្រោះក្មេងប្រុសម្នាក់នោះឯងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយនឹងសាច់រឿងថ្មីបន្តទៀតសូមបងប្អូនអរគ្នាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងណាអរគុណច្រើនជម្រាបលាបាយបាយ